សួស្តីអ្នកទាំងអស់គ្នាជួបជាមួយខ្ញុំម្ដងទៀតហើយនៅយប់នេះគឺខ្ញុំបានលើកយករឿងនិទានមួយដើម្បីយកមកចែករំលែកជូនទៅដល់បងប្អូនដែលចូលចិត្តស្ដាប់នៅ channel របស់ខ្ញុំអញ្ចឹងហើយនៅយប់នេះខ្ញុំបានឆ្លៀតពេលទំនេរដើម្បីថតសំឡេងនិទានជូនទៅដល់បងប្អូនបានស្ដាប់កម្សាន្តហើយរឿងនេះដែរគឺជារឿងប្រឌិតដែលខ្ញុំបានសរសេររៀបចំដោយខ្លួនឯងអញ្ចឹងណាសូមជម្រាបបងប្អូនថាវាមិនមែនជារឿងកើតឡើងពិតជាស្ដែងនោះទេហើយរឿងនេះដែរគឺតាក់ទងទៅនឹងតួអង្គពីរនាក់ដែលគាត់មានឈ្មោះថាតាសុកនិងពូសនហើយដំណើរសាច់រឿងនេះគឺតាក់ទងទៅនឹងការដើរព្រៃរបស់គាត់ហើយរបស់ពួកគាត់ទាំងពីរនាក់ហើយបងប្អូនអរគ្នាដើម្បីដឹងអំពីសាច់រឿងទាំងមូលនិងហេតុការណ៍ដែលគាត់បានដើរព្រៃមានលក្ខណៈបែបណាសូមបងប្អូនអរគ្នាជួយ subscribe នៅ channel របស់ខ្ញុំអ្នកមួយហើយស្ដាប់នៅសាច់រឿងនេះរហូតដល់ចប់ជាមួយខ្ញុំដើម្បីកុំឲ្យខាត់ពេលយូរតើយើងចូលទៅក្នុងសាច់រឿងរបស់យើងទាំងអស់គ្នាតាសុកបានដើរព្រៃទៀតហើយនៅទៅលើកនេះគឺគាត់ទៅពីអ្នកពូសនដែលជាអ្នកភូមិជិតខាងគ្នាតាសុកនិងពូសនឧស្សាហ៍បបួលគ្នាទៅចូលព្រៃដើម្បីរកសម្បកឈើដើម្បីយកមកធ្វើថ្នាំនិងឡើងយកទឹកឃ្មុំនិងសត្វព្រៃជាដើមដោយសារពួកគាត់រស់នៅគៀនជើងភ្នំចឹងហើយពួកគាត់គ្មានមុខរបរអ្វីក្រៅពីឡើងភ្នំនោះទេតាសុកគាត់មានសម្បល់ខ្មៅសក់រួញហើយគាត់ចូលចិត្តស្លៀកតែក្រមាគាត់មិនដែលពាក់អាវឡើយដោយសារវាជាទម្លាប់របស់ពួកគាត់តាំងពីក្មេងមកម្ល៉េះរីឯពូសនវិញគាត់មើលទៅងាយស្រួលសម្គាល់មែនទែនដោយសារតែគាត់មានមាឌធំដំបងសក់រួញកែដីស្បែកខ្មៅស្រអែមមានសាច់ដុំធំរាងកាយមាំមួនជាងតាសុកពួកគាត់ពូសនតែងតែជួបដោយសារគាត់មានរាងកាយមាំមួនជាងតាសុកនៅពេលដែលគាត់ឡើងភ្នំពូសនតែងតែជួយតាសុកពេលដែលឡើងភ្នំចឹងទៅជួនកាលខ្លះហ្នឹងការធ្វើដំណើរហ្នឹងវាជួបការលំបាកម្ដងម្កាលចឹងទៅពេលឡើងភ្នំហើយតាសុកនៅមិនសុខទេក៏បានទៅបបួលពូសនដែលកំពុងកាប់អុសគាត់កំពុងតែពុះអុសប្រាវតាសុកក៏ស្រែកហៅពីក្រោយសនកាប់អុសនៅនេះទេអីអញខំតែដើររកឯងនៅខ្ទមក្នុងចំការណោះហើយមិននៅណែសោះក្រោយពីពួកគាត់បានជជែកគ្នាចប់សពហើយស្អែកឡើងពួកគាត់ក៏បាននាំគ្នាដើរឡើងទៅលើភ្នំហើយភ្នំនោះដែរពីដើមឡើយចាស់បានហាមមិនឲ្យឡើងនោះទេដោយសារតែមានអ្នកភូមិនៅជិតនោះធ្លាប់ឡើងទៅមិនដែលបានឃើញពួកគាត់ត្រឡប់មកវិញទេហើយក៏គ្មានអ្នកណាហ៊ានឡើងទៅតាមរកពួកគាត់ដែរក៏ដោយសារតែពួកគាត់សង្ស័យថាពួក
គាត់នឹងបានស្លាប់ដោយសារតែសត្វព្រៃខំស៊ីធ្វើជាចំណីបាត់ទៅហើយដូច្នេះហើយបានជាពូសនប្រាប់ទៅតាសុកថាខ្លាចមិនហ៊ានឡើងលើភ្នំនោះជាមួយតាសុកឯងទេចំណែកឯតាសុកវិញគាត់ហ៊ានប្រមាថមិនជឿហើយថែមទាំងតបទៅវិញថាហើយខ្លាចអីភ្នំនឹងព្រៃល្អណាស់ប្រហែលសម្បូរដើមឈើទឹកឃ្មុំច្រើនណាស់ហើយបើគ្មាននរណាហ៊ានឡើងទៅផងនឹងហើយទៅជាមួយអញទៅមិនបាច់ខ្លាចទេក្រោយពិភាក្សាគ្នារួចមកព្រឹកឡើងគាត់ក៏បាននាំគ្នាធ្វើដំណើរដើរតម្រង់ទៅភ្នំនោះដែលតាមផ្លូវពួកគាត់បានឆ្លងកាត់ព្រៃអូរដើម្បីទៅដល់ភ្នំនោះបងប្អូនសាកស្រមៃបន្តិចមើលថាទេសភាពបែបនេះគឺស្អាតខ្លាំងណាស់ពេលដែលពួកគាត់ទាំងពីរដើរតាមផ្លូវឡើងទៅលើភ្នំនោះក៏បានឈប់សម្រាកមួយសន្ទុះធំដើម្បីយកកម្លាំងនិងហូបបាយថ្ងៃត្រង់ផងនៅពេលដែលតាសុករៀបចំហូបបាយគាត់ក៏បានបេះស្លឹកឈើមួយសន្លឹកហើយក៏ដាក់បាយនិងម្ហូបបន្តិចសែនឲ្យអ្នកតាម្ចាស់ព្រៃភ្នំនោះក្រោយពីហូបបាយរួចតាសុកនិងពូសនបានអង្គុយនៅក្រោមដើមឈើធំមួយដែលមានម្លប់ត្រឈឹងត្រចៃហើយក៏ប្រាស់ខ្លួនដេកដើម្បីយកកម្លាំងដើរទៅបន្តទៀតក្រឡេកទៅមើលតាសុកគាត់ដេកលក់តែហាក់ដូចជាមានអារម្មណ៍គាត់មានអារម្មណ៍ថាអត់ស្រួលក្នុងខ្លួនដូចជាមានអ្វីចាក់ក្នុងកលខ្នងរបស់គាត់ចឹងណាពេលនោះក៏បានយកដៃរាវដោយសារគាត់គិតថាជាមេឈើគាត់មិនងើបមើលវាទេពេលដែលគាត់ទាញចេញមកមើលទាញចេញមកមើលនឹងគាត់ភ្ញាក់ខ្លួនព្រឹតងើបស្ទុះមកបងប្អូនដឹងអីអត់គឺគាត់បានទាញបានឆ្អឹងខ្មោចគាត់ស្រែកហៅពូសនកំពុងដេកអសនឆ្អឹងខ្មោចវើយមិនស្រួលទេពេលដែលពូសនភ្ញាក់មកគឺថាគាត់មិនបានឃើញឆ្អឹងខ្មោចដូចដែលតាសុកឃើញនោះទេពូសនឃើញតាសុកកាន់មេឈើងាប់ប៉ុនក៏ដៃរបស់គាត់ពេលនោះពូសននិយាយថាយីតាស្រវាន់ភ្នែកតែដឹងឆ្អឹងខ្មោចឯណាតាឯងកាន់មេឈើសហ្នឹងហើយគាត់ក៏សើចបន្ទាប់មកពូសនក៏បានរៀបចំធ្វើដំណើរទៅមុខទៀតដើរបានមួយសន្ទុះធំតាសុកក៏ប្រទះភ្នែកឃើញឃ្មុំមួយសម្បុកធំគាត់ក៏ទៅជិតហើយមើលឲ្យច្បាស់ថាក្រែងស្រវាំងភ្នែកទៀតគាត់ក៏បានរៀបចំធ្វើភ្នក់ភ្លើងដុតឡើងយកឃ្មុំនោះពូសនយកបានហើយគាត់ក៏បន្តដំណើរទៅមុខទៀតព្រៃនោះស្ងប់ស្ងាត់ល្អណាស់
ដោយឮតែសំឡេងសត្វស្រែកយំជាចាចពូសននិងតាសុកបានដើររហូតដល់ដំណាក់មួយដែលមានដុំថ្មមួយដុំមានចងក្រណាត់ក្រហមដូចស្បង់លោកក៏គិតថារៀបចំដើម្បីក៏រៀបចំកន្លែងនេះដើម្បីសម្រាប់នៅកន្លែងនោះមួយយប់ដល់ពេលដែលគាត់រកអស់មកបង្កាត់ភ្លើងក្បែរមុងរបស់គាត់ដើម្បីកុំឲ្យមកខាំឬសត្វព្រៃកាចសាហាវមករំខានពួកគាត់នៅពេលយប់នោះមានអ្នកតាសក់សដើរតម្រង់មករកគាត់តាសុកសប្បាយចិត្តណាស់ដោយបានជួបនឹងអ្នកតាព្រៃភ្នំតែគាត់ឆ្ងល់ថាអ្នកតានោះដើរចេះដើរមិនចេះដល់គាត់អញ្ចឹងហើយមួយរំពេចនោះក៏បាត់តាសក់សនោះទៅបាត់ដូច្នេះមិនស្រួលសោះគាត់ក៏ខ្សឹបប្រាប់ពូសនថាមិនទេអាសនដូចជាមិនស្រួលសោះព្រៃភ្នំនេះជួបរឿងប្លែកមិនទេប្រហែលគេមិនមកឲ្យឃើញទៀតទេយប់ហើយតាសង្ងំដេកទៅសំឡេងស្រែកហៅពីចម្ងាយតាជួយខ្ញុំផងតាសុកកាន់តែខ្លាចហើយពេលនោះសំឡេងនោះក៏បាត់ទៅវិញគាត់មិនហ៊ានឆ្លើយតបទេដោយសារតែខ្លាចលុះដល់ភ្លឺតាសុកនិងពូសនភ្ញាក់មកពួកគាត់មិនបានដេកក្នុងមុងទេបែរជាទៅដេកនៅលើចុងឈើឯណោះវិញនឹងហើយបងប្អូនអរគ្នាពួកគាត់បានជួបរឿងប្លែកហើយគាត់ក៏មិនដឹងថាជាកន្លែងណាឲ្យប្រកបទេពួកគាត់ចាប់ផ្ដើមដឹងថាគេបានធ្វើឲ្យគាត់វង្វេងផ្លូវហើយដឹងបែបនេះពួកគាត់ក៏បានដើរទៅមុខទៀតក៏ជួបនឹងអណ្ដូងទឹកថ្លាមួយដែលមានទឹកដក់នៅក្នុងនោះតាសុកនិងពូសនសប្បាយចិត្តណាស់ក៏បានផឹកទឹកនោះតាសុកនិយាយថាយើងដើរមកឆ្ងាយណាស់ហើយថ្នាំយើងក៏មិនតាន់បានច្រើនណាស់ដែរសង្ឃឹមថាយើងមិនជួបហេតុការណ៍អាក្រក់ទៀតទៅចុះគេប្រហែលជាមិនមកតាមយើងទៀតទេប្រហែលយប់នេះយើងដេកនៅកន្លែងនេះប្រហែលយប់នោះគាត់សង្ស័យថាពួកគាត់នឹងដេកនៅលើកន្លែងគេពូសនគាត់ក៏បាននិយាយប្រាប់ទៅតាសុកថាខ្ញុំប្រាប់តែឯងតែមិនស្ដាប់ខ្ញុំសោះតើតែជួបខ្លួនឯងច្បាស់នឹងភ្នែកចឹងបានដឹងពូសនបានបន្ទោសតាសុកថាខ្ញុំប្រាប់តែឯង
តែមិនស្ដាប់ខ្ញុំសោះតន់តែមកជួបផ្ទាល់ភ្នែកខ្លួនឯងចឹងបានដឹងខ្លួនថាហើយពួកគាត់ក៏បានបន្តដំណើរទៅមុខទៀតដើរយូររហូតទៅពូសនមានអារម្មណ៍ថាតាសុកអើយយើងដូចជាវង្វេងផ្លូវហើយដើរចុះឡើងមកកន្លែងដដែលនេះដើមដែលតាសុកឯងទើបនឹងកាប់ដោយសារតែល្ងាចហើយចឹងគាត់ក៏សម្រាកនៅទីនោះដល់យប់ឡើងគាត់ក៏បានឃើញភ្លើងមួយដុំហោះចូលទៅក្នុងដើមឈើធំមួយនៅជិតនោះហើយគាត់ក៏បានហៅពូសនអាសនហើយឃើញភ្លើងហោះមិញអត់ហើយដឹងស្អីទេតាស្រវាំងភ្នែកតែដឹងមានមកពីណាឆាប់សម្រាកទៅព្រឹកយើងដើររកផ្លូវទៅភូមិយើងវិញយប់នោះដឹងគាត់ប្រាប់ខ្ញុំថាខ្ញុំថាមិនអត់បងគាត់ដេកមិនលក់ទេគេមកឡើងដើមឈើដែលគាត់បានឃើញភ្លើងហោះនោះគឺគេនាំគ្នាមកឡើងលេងស្រែកសប្បាយនៅលើដើមឈើនោះព្រឹកឡើងគាត់ក៏បានរកផ្លូវទៅផ្ទះវិញដោយសុវត្ថិភាពខ្ញុំហើយអញ្ចឹងរឿងនេះគឺគាត់បានប្រាប់ខ្ញុំតែប៉ុណ្្នឹងឯងសូមអរគុណទៅដល់បងប្អូនទាំងគ្នាដែលបានបន្តស្ដាប់នៅសេចក្ដីរបស់ខ្ញុំនៅដល់ចប់